នៅថ្ងៃទី21ខែសីហាឆ្នាំ2025អាយុដំចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកជំទាវសូភត្រាចៃបូរិនអញ្ជើញប្រគេនតយទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសដល់វត្តចំនួន29នៅស្រុកដំបែខេត្តត្បូងឃ្មុំដើម្បីឧទ្ទិសមហាកុសលជូនវីរៈកងទ័ពជួរមុខដែលបានពលីជីវិតលើសមរភូមិក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជាពិធីនេះមានការអញ្ជើញចូលរួមដោយឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាលោកជំទាវនីចន្ទធីតាអភិបាលរងខេត្តត្បូងឃ្មុំក្រុមប្រឹក្សាស្រុកអភិបាលស្រុកដំបែអុកញ៉ាឡុងណាលីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនយិនផារ៉ាដៃដែលបានប្រារព្ធឡើងនៅសាលាអនុគុណវត្តសិរីពោធិវង្សហៅវត្តទឹកជ្រៅស្ថិតនៅភូមិទឹកជ្រៅឃុំទឹកជ្រៅស្រុកដំបែខេត្តត្បូងឃ្មុំឯកឧត្តមរដ្ឋមន្ត្រីចៃបូរិនបានមានប្រសាសន៍ថាក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិនិងសម្ដេចកតេព្រឹទ្ធបណ្ឌិតបូរនីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដែលជានិច្ចកាលតែងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាជនយើងនៅទូទាំងប្រទេសក្រុមគ្រួសារកងទ័ពបងប្អូនជនភៀសសឹកពិសេសវីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនដែលកំពុងមានជម្លោះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតតែងអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅសមរភូមិមុខនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងដែនអធិបតេយ្យភាពកម្ពុជាដែលការគោរពវិញ្ញាណក្ខន្ធគឺបានទៅដល់ផ្ទាល់គេហដ្ឋានសពវីរៈកងទ័ពឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាក្រោយពីចុះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីស្ដីទីថៃតបតាមសំណើរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកដោយមានវត្តមានតំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនក្រោមកិច្ចសម្របសម្រួលពីឯកឧត្តមនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025និងមានកិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃកាលពីថ្ងៃទី7ខែសីហាឆ្នាំ2025កម្ពុជាបានអនុវត្តនិងគោរពយ៉ាងខ្ជាប់ខ្ជួនលើបទឈប់បាញ់ដោយឈរលើស្មារតីនៃការឯកភាពគ្នានៅក្នុងកិច្ចព្រមព្រៀងចំនួន13ចំណុចនៅក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជាបានបដិញ្ញាយ៉ាងម៉ឺងម៉ាត់និងប្រកាន់យកដំណោះស្រាយឈរលើគោលការណ៍ច្បាប់អន្តរជាតិការដោះស្រាយដោយសន្តិវិធីនិងការរក្សាឲ្យបាននៅដែនអធិបតេយ្យភាពទឹកដីរបស់ខ្លួនទោះក្នុងតម្លៃណាក៏ដោយតាមរយៈការបំពេញបុណ្យកុសលដែលកើតចេញពីការនាំគ្រឿងបរិក្ខារតយទានព្រមទាំងបច្ច័យដែលបានប្រគេនព្រះសង្ឃในឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវសូមឧទ្ទិសបួងសួងមនោញ្ញផលនេះជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរដ៏អង់អាចក្លាហានដែលបានពលីជីវិតនៅក្នុងការប្រយុទ្ធគ្នារវាងកម្ពុជាថៃដែលបានកើតឡើងនៅថ្ងៃទី24ដល់ថ្ងៃទី29ខែកក្កដាឆ្នាំ2025នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា